តោះសួស្តីគ្នាយើងឥឡូវយើងបាត់ផ្សាយវីដេអូមកគឺម៉ោង5ព្រឹកទៀតហើយព្រឹកយើងលើកនេះផងដែរគឺយើងអត់មានទៅណាឆ្ងាយទៀតទេបាទគឺយើងនាំគ្នាទៅខាងជ្រាវទៀតហើយតែជើងយើងនៅលើកនេះគឺយើងជិះតាមផ្លូវជាតិថ្មីបាទដោយសារតែយើងទៅជុំគ្នានៅខាងកំពូលដោយសារតែភាសានេះគឺយើងទៅគ្នាច្រើនអញ្ចឹងណាទីតรงនេះផងដែរគឺយើងបានមកដល់ខាងទឹកជ្រោះស្ទឹងមានជ័យបាទស្ពានស្ទឹងមានជ័យយើងហ្នឹងមួយរយៈហ្នឹងគឺល្បីមែនតើជាមួយនឹងស្ពានស្ទឹងមានជ័យជាមួយនឹងទឹកជ្រោះស្ទឹងមានជ័យអញ្ចឹងណាប៉ុន្តែខ្ញុំសូមអត់ចូលលេងនៅខាងទឹកជ្រោះស្ទឹងមានជ័យទេបាទសូមទៅលេងខាងជ្រាវវិញហើយពាក់ព័ន្ធមួយប្លុកយើងនេះផងដែរទ្រិបយើងនេះផងដែរគឺយើងអត់ទៅណាឆ្ងាយទេបាទគឺយើងទៅលេងខាងទឹកធ្លាក់អូតង់វាចិត្តជាមួយនឹងទឹកធ្លាក់ចង្ការក្រូចដែលយើងទៅជាមួយនឹងប្លុកមុនផងដែរឥឡូវយើងបានមកដល់ស្ពានអាកាសចំចៅហើយយើងត្រូវចូលខាង ABA ត្រូវការដកលុយសិនបាទព្រោះអីនៅក្នុងខ្លួនខ្ញុំគឺអត់មានលុយខាងក្រៅមួយរៀលទេបាទបើសិនជាយើងអត់ចូលដកទេទៅដល់នោះដឹងតែអត់មានអីទិញទេបាទដោយសារតែទៅដល់នោះគឺយើងនៅក្នុងព្រៃយើងអត់មានសេវាអញ្ចឹងណាតពីយើងបានដកលុយចេញខាងធនាគារហើយយើងក៏បន្តដំណើរទៅទៀតហើយពាក់ព័ន្ធមួយវីដេអូនេះផងដែរគឺខ្ញុំអត់ទៅ voice over ប្រហែលទេបាទដោយសារតែខ្លាចអ្នកនរគ្នាធុញអញ្ចឹងអ្នកនរគ្នាទស្សនាបានជាមួយនឹងការធ្វើដំណើរណាចាំមកពេញហើយពេញខ្ញុំមិនចូលទៅនោះខ្ញុំនៅក្នុងកាហ្វេរួចអត់ទៅយ៉ាទៅណាឥឡូវយើងបានមកដល់តេឡាអង្គស្នួរបាទដោយសារតែថ្ងៃហ្នឹងយើងអត់ជិះតាមផ្លូវជាតិលេខ5ទេយើងទៅជ្រាវភាសាទៀតអញ្ចឹងណាដោយសារយើងត្រូវមកយកគ្នាជួបជុំគ្នានៅខាងដូចជាខាងកបោដែលយើងយកគ្នាហើយយើងក៏ជិះតាមផ្លូវថ្មីហ្មងអញ្ចឹងប្លុកលើកហ្នឹងអត់បានធ្វើកង់ផ្លូវជាតិលេខ5ទេឥឡូវយើងអាចជិះផ្លូវថ្មីតែចាំមើលកាយមកសិនឥឡូវយើងពុំចាំពីបន្ទាប់ពីកាយយើងបានមកដល់ហើយឥឡូវយើងចាប់តាមចេញដំណើរមុនហ្នឹងខ្ញុំបាននិយាយគ្នាខ្លះដែរជាមួយនឹងអ្នកនាំផ្លូវបាទគាត់ថាយើងនាំគ្នាជិះតាមផ្លូវ51បាទហើយផ្លូវ51ហ្នឹងគឺខ្ញុំអត់ដែរធ្លាប់ជិះមកពីមុនដែរហើយចាំមើលយើងទៅជើងនេះយើងសាកជិះមើលជាមួយទេសភាពយ៉ាងណាខ្ញុំតាក់នៅក្នុងវីដេអូហ្នឹងណាហើយជាមួយនឹងការចេញដំណើរនេះផងដែរគឺយើងពឺតខ្លាំងមែនតើបាទព្រោះមក7ដែរហើយយើងត្រូវសម្រុកជិះឲ្យលឿនដើម្បីទៅដល់ខាងជ្រាវកុំឲ្យដល់ថ្ងៃពេកព្រោះយើងទៅបាយថ្ងៃនៅខាងជ្រាវហ្នឹងណាហើយនេះផងដែរគឺយើងបានឡើងមកដល់ផ្លូវ51ហ្នឹងបាទហើយពាក់ព័ន្ធមកទេសភាពគឺយ៉ាអត់អីទេទទួលយកបានហើយផ្លូវ51នេះផងដែរបើសិនជាយើងជិះខែវិសាខែទៅស្រូវមានស្រូវដុះរយទៅខៀវស្អាតហ្នឹងណា
ហើយตรงนี้ផងដែរគឺយើងបានមកដល់ច្រកចូលជាមួយនឹងទឹកធ្លាក់អូតង់បាទហើយយើងជុំតិចមកគ្នាថតរូបលេងហើយយើងក៏បន្តដំណើរទៅទៀតហើយវីដេអូនេះផងដែរគឺវែងបន្តិចបាទដោយសារតែផ្លូវទៅទឹកធ្លាក់អូតង់នេះគឺពិបាកអញ្ចឹងណាយើងត្រូវជិះម៉ូតូទៅដល់មួយកន្លែងហើយយើងត្រូវញ៉ាំម៉ូតូទុកនៅក្រោមហើយយើងត្រូវឡើងទៅលើគឺជាចម្ងាយ800ម៉ែត្រទៀតបានយើងទៅដល់ទឹកធ្លាក់អញ្ចឹងណាហើយตรงนี้ផងដែរគឺយើងបានមកដល់ចំណតម៉ូតូហើយបាទយើងត្រូវញ៉ាំម៉ូតូទៅកន្លែងហ្នឹងហើយយើងត្រូវឡើងទៅលើចម្ងាយ800ម៉ែត្រទៀតហើយជាមួយនឹងខាងទឹកធ្លាក់អូតង់នេះផងដែរបងគឺអត់ស្ងាត់មនុស្សទេមានបងគាត់មកបោះតង់បោះអីដែរនៅហ្នឹងសុវ័យហ៎បាយសុវ័យខ្លាំងណាស់មើលតែមុខអត់ដឹងណាហើយវីដេអូនេះផងដែរគឺខ្ញុំកាត់ទៅមកបន្ទាប់ពីយើងឡើងមកដល់លើហើយពូម៉ាក់ខ្ញុំថ្ងៃនេះគឺអាសាមែនតើអាសាអីតែបងមើលការងារជាមួយនឹងអាំងសាច់អាំងពីអីហ្នឹងគឺគាត់អ្នករ៉ាប់រងទាំងអស់បាទហើយស្រាប់ហ្នឹងគឺឈរតែមើលទេហើយដើរថតជាមួយទេសភាពតិចតួចអញ្ចឹងអ្នកនរគ្នាអាចទស្សនាបានបាទពាក់ព័ន្ធជាមួយនឹងសកម្មភាពដែលពួកយើងបានមកនេះអញ្ចឹងជួបគ្នាវីដេអូក្រោយបាយអ្នកនរគ្នា